បាទជំរាបសួរបងប្អូនថ្ងៃនេះយើងវិលមកត្រឡប់មកជួបគ្នាវិញទៀតហើយបងប្អូនហើយប្រធានបទយើងថ្ងៃនេះគឺមិនខុសពីរាល់ដងដែរបងប្អូនគឺយើងនិយាយតែពីពពែហ្នឹងដោយសារតែយើងជាអ្នកចិញ្ចឹមពពែមិនដឹងថាលើកប្រធានបទអីក្រៅពីពពែបងប្អូនបើខុសពីពពែគឺវាចាក់ប្រធានអញ្ចឹងមានតែពពែហ្នឹងបងប្អូនសម្រាប់ពពែស្រុកគឺជាសម្រាប់ពពែស្រុកគឺជាប្រភេទសត្វពាហនៈហើយវាស៊ីស្មៅនឹងស្លឹកឈើហើយវាត្រូវបានមនុស្សចិញ្ចឹមយូរលង់ណាស់ហើយបងប្អូនហើយទាំងដើម្បីយកសាច់និងយកទឹកដោះប៉ុន្តែទឹកដោះពពែនៅប្រទេសកម្ពុជាយើងដូចជាមិនទាន់មានរោងចក្រផលិតទឹកដោះទេហើយមួយទៀតរោមក៏អត់ទាន់មានដែរហើយនឹងស្បែកចឹងបងប្អូនហើយលក្ខណៈទូទៅនៃការចិញ្ចឹមពពែគឺពពែស៊ីស្មៅស្លឹកឈើត្រួយឈើនិងដំណាំកសិកម្មផ្សេងវាចូលចិត្តស៊ីស្លឹកឈើខ្ពស់ធម្មជាតិរបស់វាបងប្អូនហ្នឹងហើយវាចូលចិត្តស៊ីស្លឹកឈើខ្ពស់ចឹងទៅហើយដោយងើយជើងមុខវាទល់នឹងមែកឈើអីចឹងទៅហើយទីជម្រករបស់វាត្រូវការក្រៅស្អាតស្ងួតផុតពីដីនិងទឹកភ្លៀងចឹងណាបងប្អូនហើយចំណែកអត្ថប្រយោជន៍នៃការចិញ្ចឹមពពែគឺទី1មានយើងអាចលក់សាច់បានបងប្អូនហើយទី2គឺវាមានរសជាតិឆ្ងាញ់ហើយសម្បូរប្រូតេអ៊ីនមិនសូវមានជាតិខ្លាញ់ទេកម្រិតខ្ពស់ដូចជាសាច់គោឬសាច់ជ្រូកទេអាហ្នឹងសាច់ពពែណាបងហើយបច្ចុប្បន្ននេះវាមានទីផ្សារល្អបងប្អូនចំណែកឯមុខរបរចិញ្ចឹមហ្នឹងគឺវានៅមានកម្រិតនៅឡើយដែរទេអ្នកចិញ្ចឹមពពែហ្នឹងបងប្អូនចំណែកលាមកវាក៏យើងអាចយកទៅធ្វើជាជីកំប៉ុស្តឬក៏ជីធម្មជាតិសម្រាប់ដាក់ដំណាំកសិកម្មយ៉ាងណាបងប្អូនហើយការចិញ្ចឹមពពែហ្នឹងក៏វាជាប្រភពចំណូលឬក៏ជាមុខរបរអាចជួយកាត់បន្ថយភាពក្រីក្ររបស់កសិករយើងដែរបងប្អូនអញ្ចឹងវាជារួមចំណែកជួយយើងដែរបងប្អូន